បាទផលប៉ះពាល់នៃថ្នាំសាសធ្ងន់ធ្ងរបើមិនចាំបាច់បាទខ្ញុំប្រើពាក្យថាមិនចាំបាច់បានន័យថាជំងឺមួយចំនួនជាជំងឺដោយសារវីរុសជាជំងឺដោយសារផ្សិតអញ្ចឹងយើងអត់ត្រូវការថ្នាំសាសទេប៉ុន្តែបើអត់ត្រូវការថ្នាំសាសយើងចេះតែឲ្យថ្នាំសាសច្រើនហើយធ្វើជាលក្ខណៈជាទម្លាប់អានឹងគឺមានផលប៉ះពាល់ធ្ងន់ធ្ងរហើយផលប៉ះពាល់នោះមានផលប៉ះពាល់នៃបច្ចុប្បន្នកាលជាមួយនឹងអនាគតបាទឥឡូវខ្ញុំរៀបរាប់ជំងឺមួយចំនួនដែលយើងមិនត្រូវការថ្នាំសាសជំងឺផ្ដាសាយជាវីរុសយើងអត់ត្រូវការថ្នាំសាសទេបាទជំងឺរលាកពងកមួយចំនួនធំក៏អាចមកពីវីរុសដែរលើកលែងតែបាក់តេរីដែលមានឈ្មោះថា Streptococcus group A គេថា Strep A ហ្នឹងអាហ្នឹងគេធ្វើយកសលៃយកទៅត្បាល់នឹងពងកបើមិនគេមើលបាទមើលថាមានមេរោគនឹងអត់បើអត់ទេអត់ត្រូវការទេរាកដោយសារវីរុសមួយចំនួនបាញ់ឆ្វាចអួតចង្អោរពលចំណីក៏អត់ត្រូវការថ្នាំសាសបាទជំងឺពាក់ព័ន្ធជាមួយនឹងhurt ក៏ត្រូវការថ្នាំសាសបាទអញ្ចឹងយើងមើលអ្វីដែលជាផលប៉ះពាល់នៃថ្នាំសាសវិញបាទផលប៉ះពាល់នៃថ្នាំសាសចំពោះអ្នកប្រទេសជឿនលឿនដូចនៅអាមេរិកនៅអឺរ៉ុបនៅសិង្ហបុរីនៅជប៉ុនកូរ៉េអូស្ត្រាលីគឺកាលណាយើងប្រើថ្នាំសាសដែលអត់មានផុសតាងបញ្ជាក់ច្បាស់លាស់អំពីការធ្វើតេស្តឈាមអំពីការធ្វើតេស្តត្បាល់ក្នុងពងកច្រមុះឬក៏កន្លែងណាមួយឬក៏យកថ្នាំការបដោះថ្នាំយកចង់និយាយថាយកឈាមយើងទៅបដោះគេហៅថា blood culture ហ្នឹងឬក៏ទឹកងីឬក៏អ្វីផ្សេងទៀតដែលយើងយកជាផុសតាងបញ្ជាក់ថាជាមេរោគបាក់តេរីឬអត់អញ្ចឹងកុមារកាលណាអត់ត្រូវការប្រើថ្នាំសាសហើយទៅជួបគ្រូពេទ្យដែលគាត់ប្រើថ្នាំសាសអញ្ចឹងអាចមានផលប៉ះពាល់ដែរផលប៉ះពាល់ទី1គឺធ្វើឲ្យមានប្រតិកម្មថ្នាំសាសមានប្រតិកម្មប្រភេទក្រុមមួយចំនួនគឺប្រតិកម្មស្រាលមធ្យមធ្ងន់អានឹងទៅតាមប្រភេទឬក៏ការដែល sensitive បើន័យថាការដែលយើង